ស្ដីបងប្អូនទាំងអស់គ្នាវីដេអូនេះដែរគឺជាទស្សនវិជ្ជានៃទឹកធ្លាក់ក្បាលឆាយនិយាយទៅគឺថាស្រស់ស្អាតខ្លាំងមែនតើបងប្អូនអើយអញ្ចឹងបងប្អូនដែលមិនបានទៅអាចមើលត្រឹមវីដេអូនេះក៏មានអារម្មណ៍ថាស្រស់ស្រាយដែរអញ្ចឹងកុំភ្លេចតាមដានវីដេអូនេះដល់ចប់ណាគឺថាម៉ោងកូនដេបងប្អូនទាំងអស់គ្នាអញ្ចឹងគឺថា3កូនបដាដើរមើលទស្សនវិជ្ជាជុំវិញបដាហើយនិយាយពីថាទេសភាពវិញបងប្អូនទាំងអស់គ្នាយើងមើលនេះដូចស្ងាត់តែប៉ុន្តែតាមពិតមិនមែនស្ងាត់ទេគឺថាមនុស្សច្រើនខ្លាំងមែនតើគាត់ថាយើងមិនទៅថតអាកន្លែងមនុស្សច្រើនអីហ្មងណាបងប្អូនទាំងអស់គ្នាយើងចង់ជាប់គេអញ្ចឹងណាហើយនិយាយពីថាទឹកធ្លាក់វិញអូយស្អាតណាស់និយាយពីថាថ្លាដូចកញ្ចក់ចឹងបងប្អូនទាំងអស់គ្នាវីដេអូនេះគឺការដែលខ្ញុំទៅកំពង់សោមអញ្ចឹងហើយបន្ទាប់ពីចេញកំពង់សោមហ្នឹងយើងក៏មកលេងនៅទឹកធ្លាក់ក្បាលឆាយនឹងឯងដោយសារគឺនៅយ៉ាងក្បែរគ្នាដែរទេអញ្ចឹងហើយក៏ហួសមកលេងបន្តថែមពីទៀតទៅហើយមកដល់ហ្នឹងគឺភាគច្រើនគឺគេធ្វើជាកញ្ចក់សម្រាប់យើងអង្គុយលេងមើលហែទឹកហែអីចឹងទៅនេះគឺចំថ្ងៃច័ន្ទមនុស្សម្នាច្រើនប៉ុណ្ណឹងហើយទម្រាំតែថ្ងៃសៅរ៍អាទិត្យមិនដឹងថាច្រើនយ៉ាងណាទេហើយมันមានតែបងប្អូនខ្មែររបស់យើងទេសូម្បីតែជនជាតិបរទេសនោះក៏គេមកច្រើនដែរគេនាំគ្នាលេងទឹកនាំគ្នាញ៉ាំអីអ្នកខ្លះទៅក៏យកបាសយកអីមកច្រៀងរាំសប្បាយពេញនឹងនិយាយទៅហឹងអង្គរហើយគប់សំនឹងទឹកធ្លាក់ទៀតអូយបងប្អូនអើយនិយាយទៅសម្រាប់ខ្ញុំគាត់តែទៅដល់ហ្នឹងគឺថាមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនគាត់ថាមិនស្រស់អីម៉ានទេបងប្អូនដល់គ្នាពុំបានមើលអីច្រើនទេគឺថានៅអង្គុយយកកូននឹងឯងអើយដល់ម៉ោងកូនដេកហើយឥឡូវបន្ទាប់ពីយើងសម្រាប់បានមកកូនដេកស្ងប់អីចឹងអូនអរគ្នា1ម៉ោង2ម៉ោងហ្នឹងយើងក៏បន្តដំណើរទៅកន្លែងមកកន្លែងទៀតហើយបើកន្លែងនេះវិញទាំងអស់គ្នាអូនិយាយទៅគឺថាស្អាតយកតែមែនតើធ្លាប់តែឃើញនៅក្នុងរូបភាពដល់ឥឡូវមកឃើញផ្ទាល់អូនិយាយទៅស្អាតខ្លាំងណាស់ខ្ញុំមិនដឹងនិយាយថាម៉េចទេ